ណាចម្រើនពរញាតិញោមទាំងអស់គ្នាថ្ងៃនេះយើងចូលសិក្សានៅមេរៀនព្រះអភិធម្មរបស់យើងបន្តនៅក្នុងបរិច្ឆេទទី5មេរៀនវិថីមុតអសង្កហៈការប្រព្រឹត្តទៅរបស់វិថីដែលក្រៅវិថីគឺបរិសន្ធិចម្រើនពរនៅក្នុងភូមិ4ប្រភេទដែលយើងបានសិក្សាមកនឹងហើយមកដល់និរិយភូមិចម្រើនពរចឹងមុននឹងសិក្សាខ្ញុំគណៈអាត្មាភាពសូមក្រាបថ្វាយបង្គំចំពោះគុណរបស់ព្រះរតនត្រ័យដោយសេចក្តីគោរពជ្រះថ្លាដល់ក្រៃលែងហើយសូមក្រាបថ្វាយបង្គំចំពោះគុណគ្រូអាចារ្យទាំងអស់និងធ្វើនូវសេចក្តីគោរពរាប់អានចំពោះផន្តេថេរៈគ្រប់ព្រះអង្គហើយចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទទាំងឡាយគ្រប់គ្នាចម្រើនពរថ្ងៃនេះយើងសិក្សាបន្តនៅក្នុងនិរិយភូមិដែលបរិសន្ធិសត្វទៅបរិសន្ធិនៅក្នុងទីកន្លែងនឹងដោយអំណាចនៃអកុសលកម្មយ៉ាងនៅអកុសលវិបាកហើយធ្វើកិច្ចបរិសន្ធិនៅក្នុងអបាយភូមិទាំង4ហ្នឹងដោយអំណាចបរិសន្ធិចិត្ត2ដួង1ដួងចម្រើនពរអហេតុកៈអកុសលវិបាកតែប្រព្រឹត្តទៅនៅក្នុងវិថីមុតសង្កហៈការសង្គ្រោះនៅការប្រព្រឹត្តទៅវិថីចិត្តហ្នឹងគឺធ្វើកិច្ចក្រៅទ្វាផុតចាកទ្វាហើយនៅមួយសត្វហ្នឹងគឺមានការទទួលនៅអកុសលវិបាកផ្សេងច្រើនប្រការទៀតនៅក្នុងគណៈដែលបរិសន្ធិរួចហើយគឺហៅថាប្រវត្តិកាលនោះចម្រើនពរមានការទទួលនៅអកុសលវិបាកហ្នឹងគឺច្រើនប្រការតទៅទៀតនៅក្នុងភពភូមិឋាននឹងឯងចម្រើនពរចឹងគឺថ្ងៃនេះយើងអានតទៅនៅក្នុងឧសតនរកចម្រើនពរឧសតនរកនេះគឺមានច្រើនប្រការណាចម្រើនពរមានច្រើនប្រការផ្សេងច្រើនចម្រើនពរដោយអំណាចនៃកម្មដែលសេសសល់អំពីមហានរកធំកម្មនៅមានការបដិសន្ធិនៅក្នុងនរកតូចនឹងរហូតទៅដល់អស់កម្មនៅក្នុងនរកតូចនឹងទៅមកបដិសន្ធិនៅក្នុងកំណើតប្រែតទៅទៀតអានឹងបើតាមនៃរបស់ព្រះពុទ្ធដីការបស់ព្រះអង្គសម្ដែងនៅក្នុងបៃដកលេខ1អំពីកំណើតប្រែតផ្សេងនៅក្នុងខាងក្រោយបំផុតរបស់បៃដកលេខ1ហ្នឹងចម្រើនពរហើយនៅក្នុងអត្ថកថាលោកប្រាប់ថានៅក្នុងអត្ថកថាសមន្តបាសាតិកាហ្នឹងគឺលោកប្រាប់ថាដែលរួចផុតអំពីនរកហ្នឹងគឺមិនមែនកើតមកជាមនុស្សភ្លាមលោកប្រាប់ថាទៅកើតនៅក្នុងកំណើតប្រែតផ្សេងទៀតបានដល់ថាសត្វហ្នឹងគឺដែលកំពុងមាននៅក្នុងកំណើតប្រែតដែលព្រះអង្គសម្ដែងនៅក្នុងបត្រៃពិដកហ្នឹងគឺមិនមែនថាសត្វហ្នឹងគឺធ្វើកម្មអញ្ចឹងហើយទៅកើតជាប្រែតទេគឺបានន័យថាទៅកើតជានរកសិនរួចពីនរកមកទៅកើតជាប្រែតដែលព្រះសម្មាសម្ពុទ្ធសម្ដែងនៅក្នុងពិដកលេខ1ហ្នឹងព្រះសម្មាសម្ពុទ្ធសម្ដែងអំពីកំណើតប្រែតទេចម្រើនពរប៉ុន្តែនៅក្នុងអត្ថកថាហ្នឹងគឺលោកប្រាប់ថាសត្វទាំងអស់ហ្នឹងធ្វើកម្មយ៉ាងនេះយ៉ាងនោះហើយការជាប្រែតយ៉ាងហ្នឹងគឺដោយអំណាចកម្មនេះកម្មនោះជាដើមដែលព្រះសម្មាសម្ពុទ្ធសម្ដែងផ្ទាល់ហ្នឹងអត្ថកថាលោកប្រាប់ថាមិនមែនកើតជាប្រែតទេកើតជាប្រែតភ្លាមតែម្ដងទេគឺមុននឹងបានមកកើតជាប្រែតហ្នឹងគឺទៅឆេះនៅក្នុងនរកសិនគណៈអស់កម្មហ្នឹងចម្រើនពរ
អស់កម្មនៅក្នុងនរកនឹងហើយទើបបានមកកើតក្នុងកំណើតប្រែតប៉ុន្តែអស់កម្មនឹងគឺអស់កម្មមួយចំណាយតែប៉ុណ្ណោះទេមិនមែនថាអស់កម្មទាំងអស់ដែលប្រព្រឹត្តទៅក្នុងសង្សារវដ្តនឹងគឺបាបឈប់ហើយតែរួចពីនរកមកកើតជាប្រែតរួចពីប្រែតមកកើតជាមនុស្សនេះគឺបាបកម្មនៅក្នុងវដ្តសង្សារនេះគឺអស់ហើយមិនមែនទេចម្រើនព្រោះគ្រាន់តែអស់មួយចំនួនប៉ុណ្ណោះណានៅមួយចំនួនធំទៀតអត់តាន់មានឱកាសឲ្យផលនោះនៅច្រើនតទៅទៀតចម្រើនព្រោះណាគ្រាន់តែអស់នេះគឺអស់កម្មមួយចំនួនតូចតែប៉ុណ្ណោះទេមិនមែនថាអស់កម្មបាបកម្មទាំងអស់ដែលធ្វើនៅក្នុងវដ្តសង្សារនឹងគឺប្រមាណពីមុនមកឲ្យតែរួចពីនរកនឹងរួចពីប្រែតនឹងមកកើតជាមនុស្សដឹងថាបាបកម្មនឹងគឺអស់ហើយមិនមែនទេចម្រើនព្រោះណាគឺនៅមានច្រើនមួយចំណែកតែប៉ុណ្ណោះចម្រើនព្រោះចឹងគឺថ្ងៃនេះយើងអាននៅក្នុងប្រភេទរបស់ឧសត្យនរក8រណ្ដៅដែលសម្ដែងនៅក្នុងគម្ពីរលោកបញ្ញត្តិបកទី1គឺនរកដែលមានរណ្ដៅពេញដោយធ្យូងណារងើកភ្លើងហៅថាអង្គីរកាសុនិរិយៈណានិរិយៈនឹងគឺជាពាក្យវេវចនៈរបស់សត្វនរកផ្ទាល់កំបានហើយពាក្យវេវចនៈរបស់ប្រើជំនួសរបស់សត្វនិរិយបាលមិនមែនជាសត្វនរកដោយត្រង់នោះគឺពួកនិរិយបាលដែលធ្វើទរណកម្មដល់សត្វនរកនោះក៏បានដែរណាអញ្ចឹងគឺនិរិយៈនឹងសម្ដៅដល់សត្វនរកដោយត្រង់ក៏មានសម្ដៅដល់និរិយបាលដែលធ្វើទរណកម្មដល់សត្វនរកនឹងក៏មានដែរបានពីរចម្រើនព្រោះប៉ុន្តែក្នុងទីនេះគឺសម្ដៅដល់សត្វនរកតែម្ដងណាទី2គឺនរកទឹកដែកណាទឹកប៉ុណ្ណេះដែកចម្រើនព្រោះទឹកស្លោដែកដែលគេយកដែកទៅស្លោហ្នឹងហើយមានចម្រាញ់ហ្នឹងវាមានទឹកហ្នឹងចម្រើនព្រោះហ្នឹងគឺទឹកដែកហ្នឹងគឺក្តៅអញ្ចឹងចម្រើនព្រោះហ្នឹងហៅថាលោហៈរសៈនិរិយៈរសៈហ្នឹងគឺប្រែថាទឹកចម្រើនព្រោះលោហៈហ្នឹងគឺប្រែថាលោហៈហ្នឹងលោហៈគឺស្ពាន់ហ្នឹងចម្រើនព្រោះណាទឹកស្ពាន់ហ្នឹងបើថាខ្មែរយើងហៅថាទឹកស្ពាន់ប៉ុន្តែបាលីហៅថាណាទង់ដែកលោហៈចម្រើនព្រោះលោហៈហ្នឹងគឺខ្មែរយើងហៅថាស្ពាន់ឬថាទង់ដែកហ្នឹងចម្រើនព្រោះមិនមែនដែកធម្មតានោះទេចម្រើនព្រោះណាចម្រើនព្រោះនឹងគឺនរកទី2ហើយនរកទី3គឺនរកផេះគឺហៅថាកុកុលៈនិរិយៈណាកុកុលៈនិរិយៈនរកទី4គឺនរកទឹកក្តៅហៅថាអខិសមោទៈកៈនិរិយៈណានរកទឹកក្តៅទី6គឺនរកខ្ទះទង់ដែកហៅថាលោហៈគម្ភីនិរិយៈណាដែលពួកសិទ្ធិ4នាក់ធ្លាក់ទៅក្នុងនរកហ្នឹងហៅថាលោហៈគម្ភីនរកហ្នឹងគឺជាបរិវាររបស់មហានរកដែរមានអាយុសត្វដែលធ្លាក់ទៅក្នុងទីហ្នឹងគឺលោកប្រាប់ថាមិនដឹងថារួចផុតឆ្នាំណាប៉ុន្តែគឺពេលដែលលេចទៅចាំផ្ដើមធ្លាក់ទៅហ្នឹងគឺលេចពីមាត់ខ្ទះទៅដល់បានខ្ទះហ្នឹងគឺ30000ឆ្នាំហើយចាប់តាំងអំពីបាតខ្ទះលេចមកដែលឡើងលើវិញគឺ30000ឆ្នាំត្រូវជា60000ឆ្នាំចម្រើនព្រោះនឹងគឺលេច30000ឆ្នាំដែល30000ឆ្នាំប៉ុន្តែមិនដឹងថារួចផុតក្នុង60000ឆ្នាំនឹងគឺអត់ណាសត្វខ្លះក៏រួចផុត60000ឆ្នាំនឹងទៅប៉ុន្តែសត្វខ្លះគឺមិនអាចដើម្បីរួចផុតក្នុង60000ឆ្នាំនឹងក៏មានដែរដូចជាអីដូចជាសេដ្ឋីបុត្រ4នាក់ពេលតែធ្លាក់ទៅ30000ឆ្នាំហើយដល់បានខ្ទះដែលឡើងវិញ30000ឆ្នាំហើយដល់មកបាតដល់មកមាត់ខ្ទះហ្នឹងគឺដើម្បីនឹងពោលថាចម្រើនពោលថាពោលគេថាមួយប៉ុន្តែពោលអត់តន់ណា
ពលបានតាអក្សរអក្សរមួយទុសាអ្នកសោហ្នឹងហើយក៏លេចទៅវិញមិនមែនរួចផុតណាកាលដែលលេចទៅគឺ30000ឆ្នាំហើយដែលឡើងមកវិញគឺ30000ឆ្នាំ60000ឆ្នាំហើយក្នុងកាពីលោកប្រាប់ថាអត់មានរួចទេណាគឺលេចទៅវិញឃើញទេអញ្ចឹងគឺបានន័យថាក្នុងរយៈអាយុដែលលេចហើយនឹងដែលឡើងវិញហ្នឹងគឺប្រើពេលរយៈពេល60000ឆ្នាំរបស់សត្វនរកហ្នឹងប៉ុន្តែដល់រួចផុតនោះគឺតារាបណាដល់អស់កម្មនោះចម្រើនព្រោះណាមិនដឹងថាប្រហែលឆ្នាំតទៅទៀតទេតារាបណាដល់អស់កម្មហ្នឹងគឺនៅបន្តអស់អានោះគឺរមែងទទួលនៅអកុសលវិបាករបស់កម្មដែលបានសន្សំមកហើយនឹងវាបន្តអស់ហ្នឹងគឺនៅក្នុងទីហ្នឹងគឺតទៅទៀតដែរដូចជាយើងអញ្ចឹងគឺកម្មបន្តអស់អានេះគឺត្រូវតែមានអាយុជីវិតហ្នឹងគឺរស់នៅតទៅទៀតចម្រើនព្រោះយ៉ាងណាគឺសត្វនរកហ្នឹងក៏កំណត់អីពិតប្រកបនោះគឺមិនពិតទេប៉ុន្តែលោកកំណត់ហ្នឹងគឺដោយភាពច្រើនអាយុប៉ុន្តែដោយពិតប្រកបដូចគ្នាទាំងអស់កំណត់ថាប៉ុណ្ណេះប៉ុណ្ណោះទាំងអស់ដូចគ្នាទៀងទាត់ពិតប្រកបអាហ្នឹងគឺអត់ចម្រើនព្រោះណាហ្នឹងគឺលោហៈគុម្ភីនរកគុម្ភៈនិរិយៈទី1នេះគឺនរកឧច្ចារៈស្អុយណាឧច្ចារៈស្អុយហៅថាគោធៈនិរិយៈរណ្ដៅលមុខចម្រើនព្រោះហើយទី7នេះគឺនរកព្រៃឈើរកាហៅថាសម្ពលិវណៈនិរិយៈនរកទី8នេះគឺនរកស្ទឹងទឹកប្រៃដែលមានវល្លិផ្ដៅបន្លាស្រួចហៅថាវេតរណីនិរិយៈអានេះគឺមាននៅក្នុងបជាដកដែលប្របាទនៅមរាជាចុះទៅក្នុងនរកហ្នឹងហើយបានសាកសួរនៅក្នុងនរកទាំងអស់ហ្នឹងចម្រើនព្រមមានឈ្មោះវេតរណីនរកហ្នឹងណាសំដែងនៅក្នុងបត្រៃបិដកហ្នឹងគឺច្រើនជាងនឹងទៀតចម្រើនព្រមណាមិនមែនត្រឹមតែណាវេតននៅក្នុងកម្ពីនេះគឺលោកបានប្រាប់អំពីសត្វនរកទាំងអស់ហ្នឹងអំពីគោធៈនរកណាលោកសម្ដែងអំពីគោធៈនរកនៅក្នុងកម្ពីណាកម្ពីលោកបញ្ញត្តិនឹងឯងប៉ុន្តែលោកបានអធិប្បាយប៉ុន្តែក្នុងទីនេះគឺអាត្មាបានដោះស្រង់តិចតួចទៅចម្រើនព្រោះលោកប្រាប់ថាគោធៈនរកគឺនរកឧច្ចារៈស្អុយមានសត្វនរកទាំងឡាយដែលមានអកុសលសេះសល់អំពីសោយកម្មសោយវិបាករបស់កម្មនៅក្នុងមហានរករួចហើយសូម្បីផុតអំពីមហានរកនឹងហើយក៏មិនអាចដើម្បីរួចផុតអំពីនរកណាហៅថាគោធៈនរកនឹងដែរត្រូវសោយទុកតទៅនៅក្នុងរណ្ដៅនរកនេះដែលជាបរិវារចិត្តនៅក្នុងមហានរកទី1គោធៈនរកនេះគឺត្រូវដាក់ទោសទរណកម្មនៅក្នុងរណ្ដៅឧច្ចារៈលក្ខណៈរបស់គោធៈនរកនេះគឺពេញទៅដោយសត្វដង្កូវមានមាត់ហ្នឹងគឺស្រួចដូចជាម្ជុលដង្កូវហ្នឹងគឺមានមាត់ស្រួចដូចជាម្ជុលហើយខ្លួនដង្កូវហ្នឹងគឺប៉ុនសត្វតម្រៃចម្រើនព្រោះណាគោធៈនរកហ្នឹងណាគឺដង្កូវហ្នឹងគឺសត្វមាត់ស្រួចដូចជាម្ជុលហើយសត្វដង្កូវហ្នឹងគឺប៉ុនសត្វតម្រៃកាលណាដែលសត្វនរកធ្លាក់ចុះទៅក្នុងគោធៈនរកហើយណាសត្វដង្កូវទាំងនោះក៏សម្ដែងនៅអាការៈតត់ស្លុតណាត្រេកអរចិត្តហើយមិនបងធ្លាក់ទៅមុនដំបងទៅធ្វើឲ្យសត្វហ្នឹងវាកើតភ័យព្រមវាពេញចិត្តវិញព្រោះបានចំណីអាហាររបស់វាណាចូលមកណាសត្វដង្កូវទាំងអស់នោះក៏នាំគ្នាមករំពតចោះចឹកស៊ីសត្វនរកដែលធ្លាក់ចុះក្នុងនោះគួរឲ្យ
ណាភ័យខ្លាចនៅសល់តែឆ្អឹងចម្រើនពរចឹកស៊ីសាច់របស់សត្វនរកដែលធ្លាក់ទៅនឹងគឺសត្វដង្កូវហ្នឹងគឺប៉ុនប៉ុនសត្វដំរីហើយក៏ស៊ីអស់នៅសល់តែឆ្អឹងហើយក៏ចម្រើនពរហើយក៏ចោះនៅឆ្អឹងរបស់សត្វនរកនោះឲ្យបែកធ្លាយទៅអស់ហើយលោកប្រាប់ថាដង្កូវពួកខ្លះមានតូចតូចណាដង្កូវពួកខ្លះទៀតតូចតូចក៏ស្ទុះទៅក្នុងមាត់សត្វនរកនោះណាហើយក៏ជញ្ជក់បឺតនៅពោះវៀនសត្វនរកអីទាំងអស់នេះចម្រើនពរថ្លើមប្រមាត់បេះដូងអីរបស់សត្វនរកនឹងស៊ីទៅខាងក្នុងទៀតអាសត្វដង្កូវប៉ុនប៉ុនសត្វតម្រៃនឹងក៏ចោះចឹកនៅសត្វនរកនឹងគឺស៊ីសាច់អស់ខាងក្រៅអាសត្វដង្កូវដែលចូលទៅខាងក្នុងចូលទៅតាមមាត់នឹងបានចោះផឹកនៅឈាមចូលទៅតាមមាត់តាមត្រចៀកតាមច្រមុះតាមអីហ្នឹងក៏បានកាត់នៅពោះវៀនកាត់នៅឈាមកាត់នៅថ្លើមកាត់នៅប្រមាត់កាត់នៅកាពះបរិភោគរហូតដល់អស់នៅសល់តែឆ្អឹងហើយនៅសល់តែឆ្អឹងហ្នឹងហើយក៏យកនៅមាត់ដែលជាស្រួចដូចជាមជុលហ្នឹងក៏ចឹកបំបែកឆ្អឹងហ្នឹងគឺឲ្យបែកខ្ទេចទីអស់សត្វនរកនោះក៏កើតនៅក្នុងទីហ្នឹងដដែលទៀតដរាបណាគឺមិនតាន់អស់កម្មទេគឺរមែងបរិសន្ធិនៅក្នុងទីហ្នឹងដដែលតទៅទៀតអាហ្នឹងគឺកូនធៈនរកចម្រើនពរតទៅលោកប្រាប់ថានរកទី2គុគរៈនរកណាគុគរៈនរកនេះគឺជាឈ្មោះនរកណាផេះណានរកផេះចម្រើនពរណាត្រង់កន្លែងនរកផេះណានរកផេះនេះលោកប្រាប់ថាសត្វនរកទាំងឡាយដែលរួចផុតអំពីមហានរកហើយមហានរកនោះគឺមានកំផែងព័ទ្ធជុំវិញតែកំផែងព័ទ្ធជុំវិញរបស់មហានរកនោះគឺមានគូធៈគុគរៈណាគុគរៈនរកនេះគឺនៅតាមមាត់ជាកំផែងនឹងឯងណាដែលជាប់តបគ្នាអំពីមកអំពីគូធៈនរកណាគូធៈនរកនេះគឺនៅជាប់តល់ជាមួយនឹងមហានរកហើយរួចពីគូធៈនរកមកមាននរករណ្ដៅមួយទៀតគឺឈ្មោះថាគុគរៈនរកសត្វនរកទាំងឡាយដែលមានអកុសលកម្មដែលនៅសេសសល់អំពីគូធៈនរកនោះណារួចផុតអំពីគូធៈនរកនោះហើយក៏ត្រូវតែពួកនិរិយបាលទាំងឡាយដាក់ទោសទោសរណកម្មនៅក្នុងនរកដែលជាបរិវារទី2នេះគឺតទៅគុគរៈនរកនេះតាំងនៅក្នុងជាប់តគ្នាជាមួយនឹងគូធៈនរកលក្ខណៈរបស់គុគរៈនរកនេះពេញទៅដោយផេះភ្លើងក្តៅសម្រាប់ដុតនៅសត្វនរកទាំងឡាយដែលធ្លាក់ទៅក្នុងទីហ្នឹងតែបដិសន្ធិនេះគឺធ្លាក់ហ្នឹងគឺបានតែបដិសន្ធិនៅក្នុងទីហ្នឹងឲ្យឆេះដោយអំណាចនៃផេះភ្លើងនោះឯងទទួលទុក្ខវេទនាយ៉ាងខ្លាំងក្លាត្រូវផេះនោះដុតនៅក្បាលណាឲ្យឆេះល្អិតណាល្អិតជាផេះតូចអាផេះភ្លើងហ្នឹងគឺដុតឆេះនៅសត្វនរកហ្នឹងឲ្យទៅជាកំណាត់ផេះតូចខ្លាំងទៅជាភ្លើងល្អិតតូចកាលដែលបាបកម្មដែលនៅសេសសល់មិនតាន់អស់ដរាបណាក៏ត្រូវស្លាប់ហើយកើតនៅក្នុងនរកនេះគឺតទៅទៀតអាហ្នឹងគឺគុគរៈនរកផេះហ្នឹងចម្រើនពរតទៅគឺអសិបត្តនរកអសិបត្តនរកនេះគឺនរកព្រៃឈើដែលមានដាវណាដែលមានសន្លឹកជាដាវលំពេគ្រាដែលសត្វនរកទាំងឡាយផុតអំពីគុគរៈនរកហើយណាផុតអំពីនរកទី2ហ្នឹងហើយគុគរៈនរកហ្នឹងហើយក៏នៅអកុសលកម្មដែលនៅសេសសល់ដែលនៅមិនតាន់អស់នោះក៏ដល់ផុតអំពី
นรกภายនឹងហើយក៏ទៅបរិសន្ធិនៅក្នុងនរកដែលជាបរិវារតទៅទៀតគឺអសេតតនរកអសេតបតនរកនេះសត្វនរកត្រូវបៀតបៀននៅក្នុងនរកព្រៃឈើដែលមានសន្លឹកជាផ្លែដាវដែលនៅតជាប់ជាមួយនឹងគុក្ខរៈនរកលក្ខណៈរបស់អសេបតនរកនេះមានលក្ខណៈដូចជាឧទ្យានណាដូចជាឧទ្យានមានដើមឈើនឹងគឺណែនាំតាំងតាប់ណាដូចជាដើមស្វាយមានសត្វដែលនៅមិនតាន់អស់កម្មក៏ធ្លាក់ទៅក្នុងទីនឹងក្នុងឧទ្យាននឹងហើយឃើញមានផ្លែឈើធំក៏តាំងចិត្តថានឹងទៅអង្គុយក្រោមផ្លែឈើនោះអក្រោមដើមឈើនោះដើម្បីសម្រាកក៏ប៉ុន្តែពេលដែលទៅអង្គុយក្រោមដើមឈើនោះភ្លាមដោយការតាំងចិត្តយ៉ាងនោះសន្លឹកឈើដូចជាសន្លឹកដើមឈើស្វាយនោះហើយជាមួយនឹងផ្លែឈើសុទ្ធតែជាលំពេងសុទ្ធតែជាដាវក៏ធ្លាក់ចុះចាក់ដោតសត្វនរកនោះឯងចម្រើនពរដាច់កខ្លះដាច់ជើងខ្លះដាច់ក្បាលខ្លះដាច់ខ្លួនដោយប្រការៈផ្សេងសត្វនរកនោះក៏ត្រូវទុកទោសទរណកម្មនៅក្នុងទីនោះពេលនោះដែលជាកំណាត់យ៉ាងនឹងហើយសត្វនរកកំពុងតែស្រែកយំយ៉ាងនោះគឺមានឆ្កែធំឆ្កែនីមួយមានទំហំប៉ុនសត្វដំរីក៏ស្ទុះមកបរិភោគដណ្ដើមគ្នាហើយស៊ីនៅសត្វនរកដែលត្រូវដាវលំពេងដែលជាស្លឹកឈើដាវលំពេងនោះកាត់ជាកំណាត់តូចហើយសត្វឆ្កែនោះក៏ដណ្ដើមគ្នាហែកនៅកំណាត់សាច់នោះបរិភោគរហូតទៅដល់សត្វនរកនោះត្រង់ជាមួយនឹងអកុសលវិបាកដ៏មានសភាពទុក្ខក្រោធក្រៀតយ៉ាងក្រៃលែងមិនបានក៏ស្លាប់ទៅក្នុងពេលនោះហើយក៏ដរាបណាកម្មនោះមិនតាន់អស់ក៏បដិសន្ធិនៅក្នុងនរកនោះគឺតទៀតបើថាកម្មហ្នឹងគឺអស់ទៅក៏រួចផុតទៅទីកន្លែងផ្សេងជាដើមចឹងទៅប៉ុន្តែបើកម្មដែលទទួលនៅក្នុងនរកហ្នឹងវាសភាពយ៉ាងហ្នឹងវាអត់តាន់អស់ក៏ទទួលនៅបាបកម្មបដិសន្ធិនៅក្នុងនរកប្រភេទហ្នឹងទទួលនៅអកុសលវិបាកប្រភេទហ្នឹងស្តៀងយ៉ាងហ្នឹងដោយការមុនហ្នឹងគឺតទៅទៀតប៉ុន្តែបើកម្មហ្នឹងគឺអស់គឺទៅបដិសន្ធិនៅក្នុងនរករណ្ដៅផ្សេងតទៅទៀតហើយបើថាកម្មដើម្បីទទួលនៅវិបាកប្រភេទហ្នឹងគឺមិនតអស់ណាព្រោះនៅបដិសន្ធិនៅក្នុងតទីហ្នឹងតទៅទៀតចម្រើនពុទ្ធហើយតទៅវេតានរិនរកនេះវេតៈវេតៈរណីនរកលោកប្រាប់ថានរកដែលមានទឹកមានទឹកប្រៃហើយមានបន្លាហ្នឹងគឺសត្វមានបន្លាហ្នឹងគឺផ្ដៅតាមផ្ដៅចម្រើនពុទ្ធការដែលសត្វនរករួចផុតអំពីកំផែងរបស់អសិបតនរកហើយបានន័យថាមកបរិសន្ធិនៅក្នុងទីទាំងហើយវាអស់កម្មនៅក្នុងអសិបតនរកដើមឈើដែលមានសន្លឹកជាផ្លែដាវផ្លែឈើសុទ្ធតែជាផ្លែដាវហ្នឹងចម្រើនពុទ្ធសត្វនរកនោះក៏មានអកុសលកម្មដែលនៅសេសសល់សូម្បីតែរួចផុតអំពីអសិបតនរកនោះហើយក៏នៅមិនអស់កម្មនោះដរាបណាក៏មកបដិសន្ធិនៅក្នុងវេតារណីនរកនេះគឺតទៅវេតានីវេតរណីនរកនេះជាលំដាប់ទី4ជាប់នៅក្នុងអសិបតនរកលក្ខណៈរបស់វេតរណីនរកនេះគឺមានទឹកប្រៃ
ក្តៅក្រហល់ក្រហាយទឹកនោះវាប្រៃប៉ុន្តែក្តៅក្រហល់ក្រហាយទៀតតាំងនៅអស់ជួរកាប់ណាតាំងនៅអស់មួយគឺនរកហ្នឹងវាតាំងនៅអស់មួយកាប់អញ្ចឹងដែរម្ដងចម្រើនព្រោះមានសត្វនរកណាមានសត្វនរកឃើញហើយក៏ទឹកហ្នឹងទឹកសត្វទឹកនៅក្នុងនរកហ្នឹងគឺសត្វនរកទាំងឡាយដែលបរិសន្ធិនៅក្នុងទីហ្នឹងក៏ឃើញហើយក៏យល់ឃើញថានេះគឺជាទឹកថ្លាគួរឲ្យបរិភោគព្រោះសត្វនរកនោះកំពុងតែស្រេកឃ្លានហៀវហត់ផងក៏នាំគ្នាស្ទុះទៅផឹកទឹកនៅក្នុងវេតាស្ទឹងវេតានរណីហ្នឹងចម្រើនព្រោះណាដោយបំណងថានឹងបំបត្តិនៅសេចក្តីស្រេកឃ្លានទុក្ខលំបាកក្តៅក្រហល់ក្រហាយដែលត្រូវភ្លើងឆេះនោះពេលដែលផឹកនៅទឹកក្នុងស្ទឹងវេតានរណីនោះហើយក៏រឹងរិតទៅនាំឲ្យឆេះរូងចំពោះណាឆេះរូងក្នុងទ្រូងខាងក្នុងហើយក៏ក្តៅក្រហល់ក្រហាយខ្លោចផ្សាព្រោះទឹកនោះគឺមានជាតិប្រៃទឹកនោះមានភាពក្តៅក្រហាយយ៉ាងខ្លាំងធ្វើឲ្យសត្វនរកនោះបំរះននាលទៅវិញទៅមកដូចជាមនុស្សយកនៅដាវយកនៅលំពេងណាចាក់សត្វនរកនោះឯងហើយពេលដែលសត្វនរកនោះបំរះននាលក៏ត្រូវផ្ដៅណាសន្លឹកផ្ដៅដែលមានបន្លាជាដែកដែលមានសភាពក្តៅនោះក៏បានកាត់នៅសត្វនរកនោះឲ្យដាច់ជាកំណាត់ក្តៅក្រហល់ក្រហាយយ៉ាងខ្លាំងចម្រើនពរអានឹងគឺលោកសំដែងច្រើនណាអាត្មាអានតែប៉ុណ្្នឹងបានចម្រើនពរនឹងគឺនៅក្នុងវេតានរកហ្នឹងហើយពេលដែលកាត់ដាច់ឆាយគឺមានសត្វឆ្កែសត្វថ្មាអីគឺមកចាក់មកស៊ីអីហ្នឹងគឺតទៅចម្រើនពរណាតទៅទៀតដរាបណាដល់អស់កម្មទៅហើយសត្វនរកហ្នឹងគឺទ្រាំអត់បានជាមួយនឹងអកុសលវិបាកហ្នឹងក៏ស្លាប់ទៅដូចជាមនុស្សយើងគឺទ្រាំជាមួយការឈឺអត់បានវាត្រូវតែស្លាប់អញ្ចឹងហើយស្លាប់ទៅលោកប្រាប់ថាបើកម្មហ្នឹងគឺអត់អស់ទេក៏បដិសន្ធិនៅក្នុងនរកហ្នឹងគឺតទៅចម្រើនពរតទៅទៀតហើយបើថាអស់ទេអាហ្នឹងគឺទៅបដិសន្ធិនៅក្នុងនរករណ្ដៅផ្សេងតទៅទៀតទៅចម្រើនពរណានឹងគឺនរក8រណ្ដៅនឹងទៀតហ្នឹងណាចម្រើនពរទទួលនៅសេចក្តីទុក្ខលំបាកច្រើនប្រការទៀតហើយបូករួមមកគឺបរិវាររបស់នរកឧសទាននរកហ្នឹងក៏មានទៀតចម្រើនពរមិនមែនត្រឹមតែប៉ុណ្្នឹងណាមហានរករណ្ដៅនីមួយមានឧសទាននរក32រណ្ដៅតូចពតជុំវិញគឺមហានរករណ្ដៅនីមួយមានទ្វារ4ក្នុងទ្វារនីមួយមានឧសទាននរក4រណ្ដៅក្នុងទ្វារមួយហ្នឹងគឺមាន4រណ្ដៅចម្រើនពរហើយមានទ្វារ4ចម្រើនពររណ្ដៅនរកឧសទានមួយហ្នឹងគឺមានទ្វារ4ហើយក្នុងទ្វារមួយហ្នឹងគឺមាន4រណ្ដៅតូចតទៅទៀតនៅគ្រប់ទាំង4ណា4រណ្ដៅនៅគ្រប់ទាំង4មកអញ្ចឹង4គុណ4វាស្មើនឹង16ហើយ16ស្មើនឹងគុណមហាឧសទាននរក8រណ្ដៅនឹងទៀតវាត្រូវជា122រណ្ដៅមានឧសទាននរក122រណ្ដៅនៅជុំវិញមហានរក8រណ្ដៅធំបូកឧសទាននរក128រណ្ដៅនិងមហានរក8រណ្ដៅទៀតត្រូវជា136រណ្ដៅធំ1រណ្ដៅតូច128គុណនឹង8ត្រូវជា136រណ្ដៅណាអញ្ចឹងគឺច្រើនណាចម្រើនពរណាតទៅគឺប្រភេទនៃអវិជ្ជានរកណាក្នុងសាលាយតនៈសង្យុត្តអត្តកថានិងអង្គត្រនិកាយអត្តកថាសម្ដែងថាអវិជ្ជានរកមាន12ប្រភេទគឺណាអវិជ្ជាហ្នឹងគឺច្រើនតទៅទៀតចម្រើនពរអញ្ចឹងគឺនរកហ្នឹងគឺច្រើនណាចម្រើនពរឧសទានហ្នឹងវាណែនណាន់តាន់តាប់រណ្ដៅមិនដឹងថារណ្ដៅ
នេះរណ្ដៅនោះព្រោះបាបកម្មរបស់សត្វហ្នឹងគឺមានការប្រព្រឹត្តធ្វើគឺមិនដូចគ្នាណាអញ្ចឹងទៅវាធ្លាក់ទៅក្នុងរណ្ដៅតាមសំគួរដល់កម្មចម្រើនពរតាមសំគួរដល់កម្មមិនមែនថាធ្វើកម្មអីក៏ធ្លាក់ទៅក្នុងរណ្ដៅជាមួយគ្នាគឺអត់ទេព្រោះនរកហ្នឹងគឺមានច្រើនរណ្ដៅសម្រាប់ទទួលនៅសត្វដែលមានប្រព្រឹត្តនៅកម្មយ៉ាងណាផ្សេងគ្នាក៏ធ្លាក់ទៅរណ្ដៅនរកដែលសំគួរជាមួយនឹងអកុសលកម្មដែលខ្លួនឯងបានធ្វើសម្រាប់ហើយហ្នឹងណាគឺមហានរក10ពីរណ្ដៅតទៅទៀតនេះគឺមហាបហាសនិរិយៈទី2គឺអបរាជិតនិរិយៈអានេះគឺមាននៅក្នុងគម្ពីរលោកបញ្ញត្តិហ្នឹងមានការអធិប្បាយណាប៉ុន្តែក្នុងទីនេះគឺដោះស្រង់មកតែឈ្មោះចម្រើនពរណាទី3នេះគឺអពុទ្ធនិរិយៈទី4គឺនិរពុទ្ធនិរិយៈទី5គឺអពនិរិយៈទី6គឺអហហនិរិយៈទី7គឺអត្តនិរិយៈទី8គឺគុមុតនិរិយៈទី9គឺសោកន្ធិកនិរិយៈទី10គឺឧបលៈនិរិយៈទី11គឺបណ្ដរិកនិរិយៈទី12គឺមហាបតុមនិរិយៈអានេះគឺមែននេះទេគឺឈ្មោះអាយុណាចម្រើនពរអាយុរបស់នឹងគឺឧបលៈចំនួនសង្ឃាណាចំនួនការពេលវេលាណាគឺក្នុងកម្ពីអភិធានហ្នឹងគឺលោកមានប្រាប់ចំនួនប្រមាណរទេសគោស្រូវហ្នឹងគឺប្រមាណរទេសគោឈ្មោះថាអពុទ្ធៈចំនួនស្រូវហ្នឹងគឺប្រមាណរទេសគោទើបឈ្មោះថាគុមុតៈអីជាដើមហើយស្រូវហ្នឹងគឺថែមឡើងប្រមាណរទេសគោទ្វេឡើងទៀតឈ្មោះថាសោកន្ធិកៈហើយរាប់ចំនួនស្រូវដែលប្រមាណរទេសគោនឹងមិនដឹងថាប្រមាណទេច្រើនណាចម្រើនពរតទៅទៀតទៅឈ្មោះថាមហាបតុមនិរិយៈឯជាដើមអានឹងគឺសម្ដែងដល់ចំនួនឆ្នាំរបស់សត្វនរកដែលរស់នៅក្នុងទីហ្នឹងណាចម្រើនពរមានអាយុប៉ុណ្ណេះអញ្ចឹងទើបមានការជោគទៅអស់ទៅហើយចម្រើនពរហើយកណាដែលកម្មហ្នឹងវាអស់ក៏ផុតអំពីហ្នឹងទៅកណាកម្មហ្នឹងគឺមិនតាន់អស់ក៏បរិសន្ធិនៅក្នុងទីហ្នឹងគឺតទៅទៀតអានេះគឺចំនួនអាយុកាលវេលានេះឈ្មោះហ្នឹងគឺមិនមែនឈ្មោះដូចជាមហាបតុមាហ្នឹងគឺមិនមែនផ្កាឈូកទេគឺឈ្មោះការចំនួនរាប់ចម្រើនពរហ្នឹងគឺនៅក្នុងកាពីអភិធានហ្នឹងគឺលោកបានប្រាប់អញ្ចឹងតទៅគឺការសម្ដែងនៅទោសដែលនាំឲ្យសត្វទាំងឡាយទៅកើតនៅក្នុងនរកទី1ព្រះរាជាអាមាត្យនិងសត្វទាំងឡាយទូទៅដែលមានកាយពលមានបរិវារច្រើនភោគៈពលៈណាមានកម្លាំងណាមានទ្រព្យច្រើនភោគៈពលៈហ្នឹងភោគៈហ្នឹងគឺបាននៃទ្រព្យសម្បត្តិពលៈហ្នឹងប្រែថាច្រើនមិនមែនកម្លាំងយើងទេចម្រើនពុទ្ធណាជាពាក្យវេវចនៈរបស់ពាក្យថាមហាហ្នឹងគឺច្រើនណាអាណាពលៈមានអំណាចធំណាពលៈហ្នឹងគឺច្រើនហើយអាណាហ្នឹងគឺបានន័យថាអំណាចក្នុងជាតិមុនបានបៀតបៀនបុគ្គលឬថាសត្វដែលទៀបជាងខ្លួនដោយសភាពមិនត្រឹមត្រូវទៅតាមធម៌ឬពួកមហាចោរដែលបានប្លន់និងបំផ្លាញភូមិស្រុករហូតដល់សម្លាប់មនុស្សហើយក៏យកទ្រព្យសម្បត្តិជៀសចេញទៅបុគ្គលដោយដែលបានពោលមកនេះកាលបើស្លាប់ហើយនឹងត្រូវអានេះគឺនឹងត្រូវចម្រើនពរនឹងត្រូវទៅសោយទុក្ខក្នុងសញ្ជីវៈនរកដោយចំណាយច្រើនណាចម្រើនពរនឹងគឺសញ្ជីវៈនរកហ្នឹងគឺទៅបុគ្គលធ្វើបាបកម្មស្តៀងហ្នឹងប៉ុន្តែមិនមែនលោកនិយាយក្នុងទីនេះគឺមួយចំណែកតូចទេចម្រើនពរតាមពិតគឺធ្វើបាបកម្មហ្នឹងគឺច្រើនផ្សេងមានចំណាត់ផ្សេងតទៅទៀតក៏អាចទៅក្នុងធ្លាក់ទៅក្នុងសញ្ជីវៈនរកហ្នឹងដែរទី2គឺបុគ្គលអ្នកបៀតបៀនឬថាសម្លាប់ភិក្ខុសាមណេរតបោឬថាពេជ្ជឃាតអ្នកមាននទីសម្លាប់មនុស្សណាមនុស្សហ្នឹងគេបាបគេធ្វើកម្មធ្វើទោសចំពោះនឹងខុសច្បាប់ប្រតទេប៉ុន្តែទៅជាប់គុកជាប់ចវៈអីអ្នកដែលកាច់
អ្នកដែលធ្វើទុកទរណកម្មគេនេះគឺបាបដូចគ្នាចម្រើនពរមិនបនទេចម្រើនពរណាអ្នកដែលធ្វើទុកទរណកម្មសម្រាប់ពេជ្ជឃាតអីជាដើមហ្នឹងធ្លាក់ទៅក្នុងទីហ្នឹងដូចគ្នាសូម្បីតែមនុស្សហ្នឹងគេមានទោសខុសច្បាប់នៅក្នុងប្រទេសជាតិទៅលួចទៅប្លន់គេអានេះគឺបាបកម្មគេប៉ុន្តែទៅជាប់គុកជាប់ច្រវាក់ហើយបៀតបៀនប្រទេសជាដាក់បញ្ជាឲ្យបៀតបៀនហ្នឹងប្រទេសជាហ្នឹងក៏បាបដែរមិនមែនបាបដែរមិនមែនថាអត់បាបទេអញ្ចឹងគឺសង្សារវដ្តហ្នឹងទោសរបស់វត្តដាក់ហ្នឹងគឺលោកសម្ដែងអាហ្នឹងគឺទោសរបស់វត្តដាក់ប៉ុន្តែសាស្ត្រលោកមិនឃើញទោសអញ្ចឹងណាឃើញថាណែឯងធ្វើបាបយើងណែឯងធ្វើខុសយើងសម្លាប់យើងបៀតបៀនណែឯងគឺអត់បាបទេមិនមែនអញ្ចឹងទេអានេះគឺអវិជ្ជាតាអ្នកកិលេសវត្តដាក់ហ្នឹងវាយកឃើញអញ្ចឹងណាយល់ឃើញថាវាមិនមែនទោសណាដូចជាការអវិជ្ជានិងតណ្ហានេះគឺជាឫសគល់នៃវត្តដាក់ឬក៏នៃសេចក្តីទុក្ខរបស់វត្តដាក់ប៉ុន្តែសត្វលោកនេះសត្វលោកមិនបានឃើញអញ្ចឹងណាមិនបានឃើញតែអវិជ្ជាជាមួយតណ្ហាហ្នឹងការប្រាថ្នាត្រូវការកើតទៀតនេះគឺជាទុក្ខណាក៏សម្គាល់ថាធ្វើបន់ធ្វើទានប្រាថ្នាឲ្យកើតនៅក្នុងអត្តភាពជាមនុស្សជាអត្តភាពអញ្ចេះទៅតរទៀតទៅបានណាបើធ្វើបន់ឲ្យមិនប្រាថ្នាអត់បានទេឃើញទេប៉ុន្តែព្រះសម្មាសម្ពុទ្ធពុទ្ធផ្ទុយវិញព្រះអង្គសម្ដែងថាអវិជ្ជាជាមួយតណ្ហានេះគឺជាឫសគល់នៃសេចក្តីទុក្ខទេជាឫសគល់នៃវដ្តដាក់ទុក្ខទៅចម្រើនពរឧមែននាំឲ្យរួចផុតចាកទុក្ខឯណាតែរួចផុតចាកទុក្ខនោះគឺចម្រើនសទ្ធាចម្រើនសតិសមាទិដ្ឋិណាសមាសង្កបៈសមាវាយាមៈសមាណាចម្រើនពរសមាសតិសមាសមាធិអីជាដើមណាអរិយមគ្គមានអង្គ8ណាអាហ្នឹងគឺទៅជាផ្លូវនៃការរួចផុតចាកទុក្ខហើយក្នុងគណៈហ្នឹងគឺលើកយើងចម្រើនតែអវិជ្ជាចម្រើនតែតណ្ហាការប្រាថ្នាត្រូវការចង់បានកើតទៀតចម្រើនពរព្រះអង្គមិនមែនហាមថាមិនឲ្យធ្វើបុណ្យណាធ្វើបុណ្យធ្វើចោះចម្រើនពរទានសិលភាវនាក៏ជាបុណ្យក៏ប៉ុន្តែអាតួការប្រាថ្នាចង់ទៅកើតនេះកើតនោះដល់អំណាចបុណ្យហ្នឹងហើយប្រាថ្នាចង់ទៅកើតចេះកើតចោះទៅអាតួប្រាថ្នាហ្នឹងគឺតណ្ហាដែរព្រោះទុក្ខវត្តដាក់ហ្នឹងវាមានការបដិសន្ធិមានការកើតទៅមានទុក្ខមានជាតិមានជរាមានព្យាធិមរណៈតទៅមកអំពីមានការកើតឃើញទេហើយសួរតែការកើតមកអំពីអីមកអំពីតួតណ្ហាប្រាថ្នាត្រូវការកើតតទៅទៀតហ្នឹងដូចជាព្រះអរិយបុគ្គលលោកធ្វើទានរក្សាសិលបង្អោនទៅដើម្បីឲ្យចេញអំពីវត្តដាក់ទុក្ខទៅគឺបានន័យថាបង្អោនទៅឈប់កើតទៀតនេះអញ្ចឹងគឺបានលោករួចផុតចាកទុក្ខប៉ុន្តែពុទ្ធជនយើងអត់ឃើញអញ្ចឹងណាចម្រើនពរឃើញថាធ្វើបុណ្យមិនប្រាថ្នាគឺមិនបានឃើញថាការបានហ្នឹងគឺវិបាកឃើញរូបឬសូរសម្លេងធំក្លិនដឹងរសដឹងផុតពាសតាមផ្លូវភ្នែកទៅជាចំអកអណ្ដាតកាយដែលជាសុខហ្នឹងគឺសម្គាល់ថាបានមកអំពីការប្រាថ្នាវិញឬក៏នៃការកុសលវិបាកដែលឃើញរូបល្អឬសូរសម្លេងធំក្លិនដឹងរសដឹងផុតពាសល្អក្នុងភពភូមិឋានណាទាំងអស់ហ្នឹងមិនមែនកើតមកអំពីតួប្រាថ្នាទេការតកពីកុសលកម្មហ្នឹងគឺជាពូជតា6ដួងឲ្យកើតឡើងព្រោះមហាកុសល8ដួងហ្នឹងគឺណាមួយយ៉ាងកុសលវិបាក16ដួងឲ្យកើតឡើងគឺបដិសន្ធិក្នុងបដិសន្ធិកាលហើយក្រោយអំពីប្រវត្តិកាលមកឲ្យឃើញរូបល្អឬសូរសម្លេងល្អធំក្លិនដឹងរសដឹងផុតពាសល្អអានឹងគឺជាកុសលវិបាកដែលកើតមកអំពីកុសលកម្មមិនមែនកើតមកអំពីលោភៈការប្រាថ្នាទៅបានទេមិនចាំបាច់ប្រាថ្នាក៏បានដែរឲ្យតែមានកុសលកម្មហ្នឹងគឺមានហើយត្រូវតែយ៉ាងផលវិបាកឃើញនៅរូបល្អឬសូរសម្លេងល្អធំក្លិនដឹងរសដឹងផុតពាសល្អមិនចាំបាច់ប្រាថ្នាទេអាការប្រាថ្នាហ្នឹងគឺធ្វើឲ្យបុណ្យហ្នឹងគឺមានកម្លាំងថយចុះវិញធ្វើបុណ្យឲ្យមានការប្រាថ្នាខាងក្រោយអាហ្នឹងគឺធ្វើឲ្យបុណ្យហ្នឹងគឺមានកម្លាំងថយចុះវិញតែលោកប្រាប់ថាមានលោភៈជាបរិវារខាងដើមនិងខាងចុងហ្នឹងគឺបានន័យថាក្នុងគណៈដែលធ្វើទានអាហ្នឹងគឺជាបុណ្យប៉ុន្តែមុននឹងធ្វើទានប្រាថ្នាណាយើងចង់ទៅកើតក្នុងទីនេះទីនោះទៅយើងធ្វើទាននេះអាហ្នឹងគឺប្រាថ្នាមុនណាហើយតែធ្វើទានរួចហើយរក្សាសិលរួចហើយក៏ប្រាថ្នាទៀតដែរថាទាននេះឲ្យបានកើតក្នុងទីនេះទីនោះចម្រើនពុទ្ធឃើញទេអានេះគឺមានលោភៈជាងក្រោយលោកប្រាប់ថាកុសលកម្មដែលមានលោភៈអកុសលដែលជាបរិវារខាងមុខខាងក្រោយវាធ្វើឲ្យកុសលហ្នឹងគឺមានកម្លាំងខ្សោយណាញ៉ាំងផលវិបាកកើតឡើងគឺមិនគ្រប់គ្រាន់
มันពេញណាมันពេញចម្រើនពរដូចជាស្រូវដាក់ក្រោបมันពេញអញ្ចឹងចម្រើនពរព្រោះត្រូវអកុសលវាទៅបៀតបៀនខាងមុខខាងក្រោយពុំមែនកុសលចេតនាត្រេកអរតាមក្រោយណាត្រេកអរថាអូអាត្មាអញបានលះនៅសេចក្តីកំណាញ់អានឹងគឺជាបុណ្យអបរចេតនាប៉ុន្តែដល់ធ្វើឲ្យមិនត្រេកអរចំពោះការលះនៅកិលេសនឹងណាការលះនៅកិលេសនឹងគឺបានមិនត្រេកអរចំពោះកិរិយានៃការលះកិលេសប្រព្រឹត្តទៅដើម្បីឲ្យអស់ទុកនៅក្នុងវត្តណាមិនត្រេកអរអញ្ចឹងណាក៏ប្រាថ្នាថាឲ្យកើតចេះកើតចុះមានចេះមានចុះវិញអាការប្រាថ្នានឹងគឺជាលោភៈវាមិនអាចដើម្បីញ៉ាំងផលវិបាកជាសុខឲ្យកើតឡើងទេប៉ុន្តែសាលោកមានអវិជ្ជាគ្រប់សង្កត់ថានឹងគឺជាការល្អវិញការប្រាថ្នានឹងគឺជាល្អវិញចម្រើនពរណាมันចាំបាច់ប្រាថ្នាទេឲ្យតែកុសលកម្មមានដូចជាញាតិញោមណាឃើញរូបมันល្អហ្នឹងគឺមានតែប្រាថ្នាហើយព្រោះអកុសលកម្មមានវិញ្ញាណវិបាកកើតឡើងក្នុងពេលណាដែលឱកាសសំគួរគឺអកុសលកម្មដែលមានហើយហ្នឹងវិញ្ញាណវិបាកកើតឡើងមិនចាំបាច់ប្រាថ្នាត្រូវការទេចម្រើនពរយ៉ាងណាកុសលវិបាកហ្នឹងក៏ដូចគ្នាវាកើតឡើងអំពីកុសលកម្មតែមានឱកាសមានពេលវេលាគ្រប់គ្រាន់បច្ច័យនឹងគ្រប់គ្រាន់វិញ្ញាណផលវិបាកកើតឡើងតាមកម្លាំងកម្មហ្នឹងហើយកម្លាំងកម្មហ្នឹងគឺមានកម្លាំងបណ្ណាអាហ្នឹងគឺផលវិបាកហ្នឹងវាកើតឡើងតាមកម្លាំងរបស់កម្មហ្នឹងចម្រើនពរមិនមែនតាមកម្លាំងនៃការប្រាថ្នាទេណាចម្រើនពរហ្នឹងណាអញ្ចឹងគឺបរិដេជាហ្នឹងគឺដែលធ្វើទុកទោសទរណកម្មហ្នឹងក៏បាបដែរអញ្ចឹងគឺនិរិយបាលណាដូចជាបានសម្ដែងឲ្យខាងដើមណាដោយគ្នានិរិយបាលដែលធ្វើបាបសត្វនរកហ្នឹងគឺមិនមែនថាបុណ្យទេណាចម្រើនពរគឺប្រព្រឹត្តទៅដោយអំណាចទោសៈការបន្ទុះស្រាយបៀតបៀនចងកម្មពីវរីអញ្ចឹងគឺសត្វនរកហ្នឹងក៏បាបពេលដែលនិរិយបាលធ្វើទុកទរណកម្មហ្នឹងក៏បាបព្រមមានទោសៈចិត្តបន្ទុះស្រាយចងកម្មជាមួយនឹងនិរិយបាលហើយសត្វនិរិយបាលហ្នឹងក៏បាបដែរព្រោះចិត្តហ្នឹងវាចង់កាត់គេចង់កាប់គេចង់សម្លាប់គេឃើញទេចម្រើនពរអាហ្នឹងក៏បាបហើយវាបាបគ្នាទៅវិញទៅមកអញ្ចឹងអាហ្នឹងកាលណាដែលជោគទេទៅបរិសន្ធិនៅក្នុងនរកតទៅទៀតព្រោះក្នុងកណ្ដាលហ្នឹងគឺចម្រើនតែអកុសលណាចម្រើនពរអញ្ចឹងណាហើយលោកប្រាប់ថាពួកភិក្ខុទ្រុសិលជាអលជ្ជីណាសម្រាប់មនុស្សហើយសម្រាប់ពួកភិក្ខុទ្រុសិលអលជ្ជីបុគ្គលដូចតែបានពោលមកនេះសូម្បីតែភិក្ខុហ្នឹងគឺជាទ្រុសិលក៏ដោយជាអលជ្ជីអីយ៉ាងណាក៏ដោយយើងមិនគួរប្រមាថជេរមើងងាយទេប៉ុន្តែបើយើងនិយាយលើកធម៌វិន័យមកគឺមកនិយាយដើម្បីឲ្យដឹងធម៌ដឹងវិន័យអាហ្នឹងគឺបានប៉ុន្តែកុំទៅប្រមាថទៅជេរទៅមើងងាយគេណាដោយការបន្ទុះស្រាយអាហ្នឹងក៏អត់ត្រូវដែរចម្រើនផងណាប្រមាថមើងងាយបន្ទុះស្រាយគេនិយាយមួយបង្កាច់អីគេជាដើមលើសខុសអំពីការពិតអីតទៅទៀតជាដើមចឹងទៅអ្នកនឹងខុសប៉ុន្តែមិនដឹងថាខុសស្អីចេះតែថាគេខុសណាចម្រើនផងអាហ្នឹងក៏ចូលនៅក្នុងលក្ខណៈដែលគេខុសពិតក៏ដោយឬថាយ៉ាងណាអីក៏ដោយប៉ុន្តែយើងពោលដោយបន្ទោសបង្អាប់គេអាហ្នឹងគឺបាបដដែលណាខ្ញុំណាចម្រើនផងមិនបន់ទេអញ្ចឹងបើយើងនេះយើងនេះយើងមិនបាច់ថាអ្នកនេះខុសអ្នកនោះខុសទេយើងកន្លែងខុសនិយាយយ៉ាងម៉េចអាហ្នឹងគឺយើងសរសេរថាការនិយាយយ៉ាងនេះវាខុសនៅក្នុងគម្ពីរយ៉ាងនេះគម្ពីរបានថាយ៉ាងនេះហើយអ្នកនេះគឺនិយាយយ៉ាងនេះមិនបាច់ចាំសេឈ្មោះគេទេថាប្រសិនបើនិយាយយ៉ាងនេះវាខុសជាមួយក្នុងគម្ពីរយ៉ាងនេះណាអាហ្នឹងគឺបានប៉ុន្តែយើងភាគច្រើនគឺសុទ្ធតែថាគេខុសប៉ុន្តែមិនដឹងថាខុសត្រង់កន្លែងណាអីកន្លែងណាហើយចេះតែចោទចេះតែប្រកាន់អីជាដើមចឹងទៅអាហ្នឹងវាមានទោសធ្ងន់ចឹងធ្លាក់នរកទាំងអស់ហ្នឹងភិក្ខុសាមណេរបាសកឧបាសិកាបរិយាជាកហបតីអីអាគេខុសហ្នឹងពិតហ្នឹងក៏ដោយយើងបន្ទោសរាយគេអាហ្នឹងក៏យើងខុសដែរចម្រើនពរណាជួនកាលគេមិនខុសគេនិយាយត្រូវហើយយើងមិនយល់សេចក្តីនៃប្រធមឬថាសេចក្តីនៃបំណងរបស់គេនិយាយអាហ្នឹងគឺយើងចោទប្រកាន់គេព្រោះយើងមិនយល់ដូចជាពួកកណ្ដេរថៃអញ្ចឹងគេស្ដាប់ធម៌ព្រះអង្គមិនយល់ថាព្រះអង្គហ្នឹងគឺអញ្ចឹងចង់ឲ្យជាដើមអញ្ចឹងទៅណាចម្រើនពរអាហ្នឹងក៏មានដែរណាអញ្ចឹងក្នុងពេលណាដែលយើងស្ដាប់មិនយល់ហ្នឹងមិន
thua nâng cứ ở krọc tầng ó thế cả nà nét để sầm đầy nâng cứ có học dớ nâng cứ nét nâng khó bật này và đấy bên nét nâng cứ sầm đầy tam sẽ đây bật nơi thua ra bằng hai lâu đầm bay này chồng ra na ở đây dùm mẹ và đấy để dân snap on vô dân chọn bậc canh cái thành che thành chó thà thua đấy cứ vừa mình trâu ấy chơi pro snap thua on vô chồng ra bộ dân snap on vô bành nhà dân cứ mình đó và đấy dân mình khơi tô rồi bỏ ao về chia rồi bỏ dân mình khơi nhé dân khơi tô đẹp sầm đầy như chỉ đạo dân từ nén cứ khó ngon tiền hay dân ban phẩm mát ban ấy kê chỉ đàm dân thế nén khó ngon đi chồng ra bộ nè nên cái chân ở trong bàn bộ cô này bàn bôi một hơi ní ca bơi sạp tử hơi đừng bàn tàu soi túc nó không càng lá sôi tan được đôi chùm này chả nè đôi chùm này chả này trong bàn bộ nên cái lúc nó ta đôi chùm này chả và nó ai tập cái nó không tì để tì xe như cho mình đằng trong bàn bộ và nó phẹt chả cứ tập cái nó không tì nâng ạ vừa bàn bạc cam bạc phết nâng ạ thì chả tập cái nó không tì cái này nâng nà chấm ran po mà gian tiết bộ conเนี่ยสำหรับปกมาได้ก่อนนึงแต่ซอยตุกนองกาละโซตานโรโดยคณีน่ะโดยเมียนดนองสังกัจจะเจียดอกสังกัจจะตบบอบาโปตกันประเดเจียธาน่ะโจตกันประโปตกันประเดเจียธาบุคคลน่าจินเนี่ยกับกรอบสำหรับใบดาโดยสักได้ละโมบนองตรอบหรือโดยเสกใดคังกราวบุคคลนุษย์เราแต่ซอยตุกใช้นกน้องกะละสดตานนรกออกการได้อยู่น่ะนึกว่าอาจเมียนเชิงจำรังปกตอนเต้คือตีใบบุคคลเนี่ยเมียนเนี่ยตีทั่วตัวรถกรรมสัตว์ดำไรเคยเนี่ยน่ะเซโก้กระใบหลักเมียนชราเตียดสัตว์เทียดกรบยางจำรังปกน่ะนึงบุคคลเนี่ยเบียดเบียนในสัตว์เด็กคล้วนกับปงปลาเจ็บประโยชน์ปลาเกยเจ็บประโยชน์แค่เบียดเบียนเกยโดยขมิ้นสักได้เมตาอนัตตโซหนึ่งปุกเปลี่ยนบักไซเปลี่ยนเมล็ดจีดาวเนี่ยสำหรับสัตว์สำหรับในสัตว์เชิงบ้วนเมล็ดนั่นคือสัตว์เชิงบ้วนบักไซนั่นคือสัตว์สลับบุคคลในบ้านโปยหมอกหายนี้การเบิดสลับต่อหายดังเต้าต่อซอยตุกนกน้องสังเคียตะนรกโดยเพียกชราญอันนี้คือลกในใจท่านโดยเพียกชราญได้นะตอนต้นคือตีบ้วนคือเนียกในซาดหนึ่งเนียกดดปรีเคยไหมนะเนียกดดปรีนะจำรันปอนะเตียงติโคเตียงสามเณรโจจัดนะจำรันปอดดปรีโปรเมียนสัตว์ละอัดนักนองตีหนึ่งยังเบอร์มันเคยยังมันจ้องไอเวียสลามก็น้อยกว่าปันได้ยังดังทำเมียนสัตว์นะยังดดต้นดังแต่สลาบสัตว์หลายนักนองตีนั่นคือเมียนรัวน้อยแบบเพลิงแช่สันโทสันเทาไอสัตว์สมอยสัตว์หลายสัตว์ไอวันน้อยจุกนักนองขนองสลักเชอขนองไอหนึ่งไอมันงอไปนาตัวกัดจำรานพวกเนียกในสัตว์หนึ่งดดปรีได้จีสัตว์ต่างหลายอาศัยเนื้อหรือเนียจองเคียงสัตว์ตกเมียนบักไซจีดามตกดำใบสำหรับบุคคลเนี่ยพักสุราสวังหายมอกประตูบุคคลดัดตีโดยประกาศเสียงเสียเนี่ยสำหรับสัตว์เบียดเบียนดดปรีดดไอเคียงสัตว์ตกดำใบสำหรับเนี่ยพักสลายจีดามหายมอกประตูสลายบุคคลดัดตีเสียงเสียงบุคคลโดยจะโปยหมอกหายนี้การเบิดสลับต่อหายก็ดำแบงต่อซอยตุกนกน้องโจละโรรูเวกนรกโดยเพจรานคือนรกสลายยมระโหดจำรานปกให้ตีแปรมคือบุคคลอยากลุยตรอมสมบัติระบอบปกมาได้จำรานปกกลัวจ่าหรือลุยตรอมสมบัติระบอบปิโคซามันเนตับบอโดนจีไอ้บ้านสักได้ลำบากนั่นคือจรานะจำรันปอสมัยปัจจุบันนั่นคือจราอันเป็นเต็นขนมวัตรามไปนั่นคือจำรันปอจราหรือฐานลวยยกเรื่องสักการะได้แก่โบเชียประรัตนะไตรมันดังจำรันปอเคยเพจรานะจำรันปอหรือถ้ายกประรัตนะไตรต่อตังยังเตอให้แก่โบเชียประรัตนะไตรยกตรอบสมบัตินั่นคือปราบพระครัวไหนเตอ
ចម្រើនពរក៏មានចម្រើនពរច្រើនណាដាក់សរសេរថាព្រះរតនត្រ័យបូជាព្រះរតនត្រ័យក៏ប៉ុន្តែដល់គេបូជាដល់ព្រះរតនត្រ័យហើយមិនទៅចាត់ចែងនៅក្នុងព្រះរតនត្រ័យណាយកនៅប្រើប្រាស់ខ្លួនឯងមានច្រើនតាមទីកន្លែងនេះកន្លែងនោះអីជាដើមផ្សេងដឹងថាណាជំងឺប្រសង់ហើយជាដើមយើងទៅយកសង់យកឈ្មោះសង់ហ្នឹងគឺទៅបាំងមុខជាដើមប៉ុន្តែដល់បានទៅមានតែចាត់ចែងចំពោះសង្ឃណាចាត់ចែងចំពោះក្រុមបកពួកគណៈបុគ្គលខ្លួនឯងឲ្យជាដើមយើងទៅវាមិនស្មើទូទៅដល់សង្ឃណាចម្រើនបងណាហ្នឹងក៏បាបចូលនៅក្នុងទីហ្នឹងទាំងអស់បោកប្រាស់គេណាឬថាបោកបញ្ឆោតយកទ្រព្យបុគ្គលដតីយកមកធ្វើជារបស់ខ្លួនឃើញទេណានឹងអ្នកដែលលួចដោយប្រការៈដតីណាមួយផ្សេងទៀតក្នុងបណ្ដាការលួច25យ៉ាងនោះបុគ្គលដូចដែលបានពោលមកនេះការដែលស្លាប់ទៅហើយនឹងត្រូវតែសោយទុក្ខក្នុងមហារោរវៈនរកហ្នឹងគឺដោយច្រើនណាចម្រើនពរតទៅណាអស់ហើយញោមណាទី6គឺបុគ្គលអ្នកដុតតាណាអ្នកដុតភូមិស្រុកកុដរោងអបោសុតឧបឋានសាលាប្រាសាទបំផ្លាញនៅព្រះចេតិយបុគ្គលដូចជាបានពោលមកនេះការបើស្លាប់ទៅហើយនឹងត្រូវសោយទុក្ខនៅក្នុងចូលតាបណានរកណាដូចជាអីដូចជាបរោះចោលម្នាក់ដុតបំផ្លាញនៅព្រះគុណរបស់ព្រះសម្មាសម្ពុទ្ធកសបៈហ្នឹងហើយធ្លាក់ទៅក្នុងនរកហើយលោកប្រាប់ថាមកកើតជាប្រែតណាក្នុងគម្ពីរធម្មបទលោកប្រាប់ថាកើតប្រែតទេណាដុតបំផ្លាញនៅព្រះគុណកើតជាប្រែតទេឃើញទេតាមពិតគឺធ្លាក់ទៅក្នុងនរកហ្នឹងគឺសិនក្នុងអត្ថកថាហ្នឹងគឺលោកប្រាប់ថាសត្វទាំងឡាយដែលកើតជាប្រែតហ្នឹងគឺភាគច្រើនមកគម្ពីរកំណើតនរកសិនប៉ុន្តែក្នុងគម្ពីរលោកប្រាប់ថាកើតជាប្រែតនោះលោកពោលកាត់ទេកាត់អត្តភាពជាតិកំណើតមុនចោលហើយយកនៅអត្តភាពចុងក្រោយដែលកំពុងប្រកបណាដូចជាព្រះមហាមុគលានកំពុងឃើញសត្វប្រែតណាហើយសួរថាពីជាតិមុនប្រែតហ្នឹងគឺធ្វើបាបកម្មអីគឺនិយាយបាបកម្មពីជាតិមុនធ្វើឲ្យបាញ់កើតមកជាប្រែតហ្នឹងប៉ុន្តែមុននឹងកើតមកជាប្រែតហ្នឹងអាជាតិមុនដែលមិនតាន់ដែលមិនមែនជាកំពុងប្រកបនៅក្នុងពេលហ្នឹងនោះលោកពោលហ្នឹងគឺពោលចំពោះអត្តភាពប្រកបដែលកំពុងឃើញដល់ភ្នែកនៅក្នុងពេលហ្នឹងទេប៉ុន្តែអត្តភាពមុននោះទៅកាត់ទៅកើតជានៅក្នុងនរកអីជាដើមនោះគឺมันបានប្រកបណាអញ្ចឹងលោកពោលកាត់ចោលទៅប៉ុន្តែតាមពិតគឺទៅកើតនៅក្នុងនរកសិនទៅបានមកកើតជាប្រែតចម្រើនពោលណាហើយទី7គឺបុគ្គលអ្នកយល់ថាធម៌ល្អទាំងពួងណាធម៌ល្អទាំងពួងមានសិលសមាធិបញ្ញាជាដើមនេះមិនមែនសារៈប្រយោជន៍អ្វីទេមិនអាចដើម្បីធ្វើទុកល្អទៅបានទេណាចំណែកធម៌អាក្រក់មានសម្រាប់សត្វលួចត្រប្រព្រឹត្តខុសក្នុងកាមនិយាយកុហកផឹកទឹកសុរាជាដើមនោះយល់ឃើញថាទើបមានសារៈប្រយោជន៍អានេះពុកលោកលោហៈគម្ពីរនរកសេដ្ឋីបុត្រ4នាក់ហ្នឹងគឺយល់អញ្ចឹងចម្រើនបងយល់អញ្ចឹងការធ្វើបុណ្យធ្វើល្អអីទាំងអស់នោះអត់បានប្រយោជន៍ទេជីវិតយើងអត់មានប្រយោជន៍អីទាំងអស់យកទ្រព្យសម្បត្តិទៅធ្វើបុណ្យធ្វើទានទៅណាទំរុកបំរុងពីខុសសង្ឃជាដើមហ្នឹងឲ្យអ្នកកំសត់ទុរគតហ្នឹងអត់មានប្រយោជន៍អីទេណាអញ្ចឹងគឺជីវិតយើងមានទ្រព្យសម្បត្តិទ្រព្យកោតហ្នឹងនាំគ្នាប្រព្រឹត្តខុសក្នុងកាមទៅលួចប្រពន្ធកូនគេរបស់អ្នកដតីផឹកស្រាបរិភោគរបស់ឆ្ងាញ់ដើរកំសាន្តដើរសប្បាយអរីករាយណាប្រព្រឹត្តល្បែងមកប្រព្រឹត្តនៅការធ្វើឲ្យខ្លួនហ្នឹងគឺសប្បាយអញ្ចឹងទៅជីវិតហ្នឹងគឺមានសារៈឃើញទេយល់ថាអាការធ្វើបាបហ្នឹងគឺទៅធ្វើមានសារៈនៅក្នុងជីវិតវិញមានសារៈមានប្រយោជន៍វិញដូចជាញាតិញោមអញ្ចឹងចម្រើនពុះញាតិញោមរៀនធម៌ហ្នឹងគឺយល់ហើយណាយល់ថានឹងបុណ្យនឹងបាបប៉ុន្តែសម្គាល់ថាការទៅទេសចរទៅលេងកំសាន្តអីជាដើមហ្នឹងវាធ្វើឲ្យជីវិតហ្នឹងវាមានស្រស់ស្រាលវិញចម្រើនពុះឃើញមិនដឹងថានឹងបាបអញ្ចឹងក៏នាំគ្នាទៅទេសចរទៅលេងទៅកំសាន្តអីជាដើមអញ្ចឹងទៅណាប៉ុន្តែអាហ្នឹងគឺមិនហាមទេចម្រើនពុះប៉ុន្តែឲ្យសម្គាល់ថាអាហ្នឹងក៏បាបអាហ្នឹងមិនមែនបុណ្យទេណាចម្រើនពុះ
ប៉ុន្តែកិលេសវានៅមានធ្វើអញ្ចឹងប៉ុន្តែយើងបើនឹកឃើញថាហ្នឹងគឺបាបយូរទៅយើងខ្លាចយើងបន្តទៅធ្វើអញ្ចឹងទៀតយើងមិនសប្បាយអររីករាយភ្លើតភ្លើននៅក្នុងកាមគុណអារម្មណ៍នឹងទៀតចម្រើនពរប៉ុន្តែបើយើងធ្វើឲ្យទាំងនៃសម្គាល់ថាហ្នឹងគឺមិនបាបទេមិនមែនទៅលួចប្លន់កាប់សម្លាប់ពីគេណាទៅសប្បាយអររីករាយតាមកំសាន្តតាមព្រៃភ្នំតាមឧឈានសួននឹងគឺធ្វើជីវិតហ្នឹងវាឲ្យមានអាយុវែងអ្នកខ្លះក៏ថាអញ្ចឹងថាធ្វើជីវិតហ្នឹងឲ្យមានអាយុវែងជីវិតហ្នឹងមានខ្លឹមសារអញ្ចឹងតាអាហ្នឹងក៏យល់ខុសធ្ងន់ទៅទៀតដែរចម្រើនពរអានេះដែលទៅហ្នឹងគឺលះកិលេសមិនតន់អស់សម្គាល់ថាអាហ្នឹងបាបវាក្រន់បន្តិចប៉ុន្តែអានេះដែលធ្វើហ្នឹងខ្លះគឺមិនសម្គាល់ថាអាហ្នឹងបាបសម្គាល់ថាมันបាបហ្នឹងណាចម្រើនពរអាហ្នឹងរឹងរឹតតែធ្ងន់ដែរมันមានឱកាសដើម្បីលះបានដែរចម្រើនពរនឹងអញ្ចឹងប្រព្រឹត្តសុខក្នុងកាមប្រព្រឹត្តខុសក្នុងកាមនិយាយកុហកផឹកទឹកសុរាជាដើមនោះយល់ឃើញថាទៅមានសារៈប្រយោជន៍ឬថាបុគ្គលអ្នកមានឧច្ឆេតតិដ្ឋិគឺយល់ឃើញថាធ្វើអាក្រក់ធ្វើល្អគ្រប់យ៉ាងមិនមានប្រយោជន៍ហើយមិនមានទោសអ្វីទេព្រោះសត្វទាំងពួងស្លាប់ហើយសូន្យមិនមានផលជាសុខជាទុក្ខអ្វីការអំពីកម្មនោះទេនឹងគឺចូលភាគច្រើនញាតិញោមសពថ្ងៃហ្នឹងគឺចូលត្រង់កន្លែងហ្នឹងគឺច្រើនចម្រើនពរហើយប៉ុណ្ណឹងញាតិញោមមានសង្ស័យទេបើឱកាសឲ្យញាតិញោមសាកសួរសន្ទនាខ្លះចម្រើនពរញោមណាមានសង្ស័យអីសាកសួរកណាសូមនមស្ការថ្វាយព្រះអង្គគ្រូហើយកណាសូមឱកាសទូលសួរថាជាបដូចជាក្នុងបច្ចុប្បន្នកូនដូចជាសារថាកូនប្រមាថម្ដាយដូចថាពាក្យសម្រាប់ពាក្យគឺថាអសុរោះចំពោះម្ដាយដូចថាអញ្ចឹងតើវាក្នុងចេតនារបស់កូនហ្នឹងពេលនោះគឺថាអាចនិយាយថាទៅធ្លាក់នៅក្នុងនរកដែងនេះនឹងដែរគុណចាស់ណាអរគុណវាអាចទៅចម្រើនពរក្នុងកណាដែលយើងថ្វាគាត់ហ្នឹងប្រមាថមើលងាយគាត់ហើយចម្រើនពរมันគោរពគាត់ណាអាការมันគោរពហ្នឹងគឺប្រមាថគាត់ហើយមើលងាយគាត់ហើយបើយើងមានចិត្តគោរពចិត្តកោតក្រែងទោះបីខឹងយ៉ាងណាក៏អត់ហ៊ានជេរអត់ហ៊ានស្ដីដែរចម្រើនពរញាតិញោមសង្កេតចិត្តញាតិញោមឬថាសង្កេតមើលបើមិនដឹងថាញាតិញោមមិនដឹងមិនអាត្មាក៏ខឹងដែរគ្រូអាចារ្យជាដើមហ្នឹងចេះខឹងដែរប៉ុន្តែរឿងដែលការតបតជាមួយនឹងការនិយាយស្ដីតបតជាមួយគ្រូអាចារ្យហ្នឹងគឺអត់ហ៊ានសោះដឹងថាលោកហ្នឹងគឺមានគុណកាយដែលនៅរៀននៅអីហ្នឹងគឺលោកកវត្តកវីសេមេរៀនមេអីឲ្យលោកហ្នឹងសូម្បីតែត្រូវហើយយើងមើលកម្ពីអ្នកដែលស្រាវជ្រាវមើលកម្ពីច្រើនប៉ុន្តែដល់សរសេរទៅវាខុសកម្ពីហ្នឹងប៉ុន្តែវាត្រូវកម្ពីផ្សេងប៉ុន្តែលោកថាអត់យកទេអាហ្នឹងអត់យកទេលោកកវត្តកវីចោលតែម្ដងប៉ុន្តែក្នុងគណៈហ្នឹងគឺសួរតែខឹងដែរខឹងប៉ុន្តែមិនហ៊ានថាអីគ្រូដែរនឹកឃើញថាលោកមានគុណតែថាទៅដឹងថាបាបខឹងសូម្បីតែក្នុងគណៈខឹងហ្នឹងក៏បាបដែរប៉ុន្តែវាក្រន់ជាងប្រព្រឹត្តចេញតាមកាយតាមវាចាចម្រើនពរអ្នកគោរពអញ្ចឹងមិនហ៊ាននិយាយចេញស្ដីទៅនឹកឃើញថាលោកហ្នឹងគឺមានគុណអញ្ចឹងគឺទោះបីខឹងយ៉ាងណាក៏អត់ហ៊ានប្រព្រឹត្តទៅតាមកាយតាមវាចារឹងរូសធ្វើមុខអាការៈចំពោះមុខលោកធ្វើឲ្យលោកមិនសប្បាយចិត្តអត់ចិត្តខឹងប៉ុណ្ណាទទួលលោកថាកណាដឹងខុសកណាដឹងខុសជាដើមយើងទៅឃើញធ្វើឲ្យលោកហ្នឹងគឺសប្បាយចិត្តប៉ុន្តែក្នុងកណាហ្នឹងគឺខឹងអានេះគឺមានការគោរពនឹកគុណដល់លោកហ្នឹងគឺមានគុណលោកមិនមានបំណងអាក្រក់ចំពោះលោកយើងទេលោកថាស្ដីឲ្យយើងក៏ដោយក៏ប៉ុន្តែលោកមិនមាននឹកឃើញថាលោកមិនមានបំណងអាក្រក់ចំពោះយើងទេលោកចង់ឲ្យយើងនឹងគឺចេះតែប៉ុណ្្នឹងបណ្ដាការៈដែលសម្ដែងចេញមកមិនពេញចិត្តយើងក៏ដោយក៏ប៉ុន្តែបំណងរបស់លោកចង់ឲ្យយើងចេះទេនឹកឃើញអញ្ចឹងក្នុងគណៈនេះគឺមិនមែនលោកខុសទេលោកគុណមានគុណចំពោះយើងប៉ុន្តែយើងខឹងយ៉ាងណាក៏ដោយបើយើងនឹកឃើញអញ្ចឹងមិនហ៊ានទេយោប៉ុន្តែដល់អ្នកដែលហ៊ានថាហ៊ានស្ដីហ៊ានប្រមាថមើលងាយគាត់អីជាដើមហ្នឹងអាហ្នឹងគឺមិនគោរពគាត់នៅក្នុងពេលហ្នឹងប្រមាថគាត់សូម្បីតែគាត់ខុសក៏ដោយបើយើងគោរពគាត់និយាយគាត់ស្រួលល្អអ្នកបដាយចេះចុះបើយើងនឹកឃើញថា
គាត់នឹងគឺមានគុណចំពោះយើងហើយក្នុងពេលនេះគឺគាត់ខុសក៏ដោយធ្វើអីខុសយ៉ាងមួយយ៉ាងណាមួយក៏ដោយប៉ុន្តែនឹកឃើញតែគ្រប់គាត់គុណគាត់ដែលចិញ្ចឹមគាត់មកចិញ្ចឹមយើងមកអញ្ចឹងកាលណាដែលយើងប្រព្រឹត្តខុសដឹងថាបាបធ្ងន់ហើយអញ្ចឹងទៅសូម្បីតែគាត់ខុសយ៉ាងណាគាត់ទៅប្រាប់សម្រួលដែលអាចិតហ្នឹងវាមិនខឹងកើតឡើងទេសូម្បីតែឃើញគាត់ខុសយ៉ាងណាអាចិតខឹងហ្នឹងអត់កើតឡើងទេចម្រើនពរនេះហើយដែលយើងហ៊ានថាឲ្យគាត់ចេញទៅតាមផ្លូវកាយតាមវាចាអាហ្នឹងក៏ចិត្តយើងនៅក្នុងខណៈហ្នឹងគឺមិនញោមសម្លឹងចិត្តដល់ខ្លួនឯងណាអាហ្នឹងវាទៅតាមកម្មហ្នឹងទៅតាមចិត្តដែលប្រព្រឹត្តទៅយ៉ាងហ្នឹងចម្រើនពរអាហ្នឹងគឺនឹងមានដែរប៉ុន្តែបើយើងដឹងទោសកំហុសហើយយើងសុំខមាទោសអាហ្នឹងវាអាចស្រានឲ្យជាដើមចម្រើនពរដល់អំណាចកុសលកម្មដែលយើងបើកបង្ហាញណាបើកបង្ហាញវិញដូចជាផ្ទះដែលយើងដឹងថាលិចហើយយើងប្រកមកវិញកុំឲ្យវាលិចខ្លាំងឡើងចម្រើនពរអានឹងវាអាចការពារអញ្ចឹងបានចម្រើនពរវាទៅកន្លែងហ្នឹងចម្រើនពរបើយើងហ៊ានជេរហ៊ានថាស្ដីគាត់ហ្នឹងគឺដល់អំណាចចិត្តមិនល្អហ្នឹងហើយវាទៅនៅក្នុងនរកប៉ុន្តែមិនដឹងថាក្នុងទីណាបើថាកម្មហ្នឹងវាឲ្យផលណាញោមណាកណាម្ចាស់អង្គគ្រូកណាសូមអនុញ្ញាតសំណួរមួយខ្លីអំពីដូចថាបរិស័ទខ្លះចឹងជួនកាលឃើញជួនកាលមានចិត្តថាចង់និមន្តប្រសង់អីទៅដើរលេងអីចឹងទៅមើលទេសភាពអីចឹងតើមកនឹងធ្វើចឹងខុសដែរគុណចាស់គ្រាន់តែដូចថាទៅទេសនាទៅធ្វើទេសនកិច្ចទៅកន្លែងដូចថាជាទេសភាពឲ្យលោកបានលំហើកាយក្នុងខ្លះចឹងណាគុណចាស់តើការធ្វើនឹងអ្នកធ្វើនឹងថានឹងធ្វើបុណ្យទេដោយបំណងល្អដើម្បីជួយសម្រាលប្រសងដែលលោកនិមន្តមកចឹងមិនដែលបានមានទេសនកិច្ចអីកន្លែងគេល្អចឹងណាតែយ៉ាងមិនដែរគុណចាស់នឹងបាបដូចគ្នាចម្រើនពរតែធ្វើអីឲ្យលោកកើតលោភៈទោសៈមោហៈចម្រើនតែលោភៈហ្នឹងគឺបាបញោមឃើញអ្នកហ្នឹងគិតច្រើនណាស់លំបាកស្រែកតែយាយយាយហើយញោមឲ្យស្រានតែនឹងផឹកហ្នឹងដើម្បីឲ្យដេកស្រួលកុំឲ្យគិតច្រើនអាណិតដល់អ្នកហ្នឹងឲ្យស្រាគេផឹកទៅឲ្យវាដេកឲ្យវាស្រវឹងដេកស្រួលបាបឬថាមិនបាបនឹងបាបហើយព្រោះអីស្រាស្វឹងណាហើយទៅលេងហ្នឹងមិនស្រវឹងទេស្រវឹងលោភៈតលេងមិនស្រវឹងលោភៈទេវាស្រវឹងហ្នឹងគេមកអំពីអីមកអំពីមោហៈហ្នឹងវាបាបវាវង្វេងស្រវឹងហ្នឹងមោហៈនាំឲ្យចម្រើនតែមោហៈអ្នកផឹកស្រាវាដឹងខ្លួនប៉ុន្តែវាដឹងដល់ការវង្វេងមោហៈហ្នឹងបាបហ្នឹងវាត្រង់កន្លែងឲ្យគេចម្រើនមោហៈនោះញោមយល់ទេមិនឲ្យចម្រើនបញ្ញាមិនឲ្យចម្រើនសតិស្មារតីបញ្ញាមិនឲ្យចម្រើនទាំងអស់ចម្រើនតែមោហៈវង្វេងអ្នកផឹកស្រាហើយយើងនាំលោកទៅលេងទៅកំសាន្តទៅសប្បាយអររីករាយចម្រើនលោភៈឬថាចម្រើនបញ្ញាបើថានិមន្តលោកទៅមើលសាកសពពិចារណាសាកសពអសុភកម្មដ្ឋានដូចជាអ្នកដុតខ្មោចចំនួនព្រះអង្គនោះអ្នកដុតខ្មោចនៅមកនិមន្តព្រះអង្គមកនិមន្តលោកជាដើមឲ្យទៅពិចារណាសាកសពអានឹងគឺបានឲ្យចម្រើនបុណ្យដែរចម្រើនអសុភកម្មដ្ឋានចម្រើនកម្មដ្ឋានប៉ុន្តែនេះនិមន្តទៅលោកសបាយអររីករាយតាមព្រៃតាមភ្នំតាមប្រាសាទអីផ្សេងឲ្យសបាយឲ្យលោភៈអានឹងគឺបាបប៉ុន្តែបើនិមន្តលោកដើម្បីសម្ដែងធម៌ទេសនាឬថាពិចារណាទៅណាក៏ដោយឲ្យតែពិចារណាសាកសពឃើញទោសនៅក្នុងវត្តដែរជាដើមអានឹងគឺបុណ្យប៉ុន្តែទៅនឹងគឺចម្រើនតែលោភៈទោសៈមោហៈវង្វេងធ្វើឲ្យភ្លើតភ្លើនអានឹងគឺបាបហ្នឹងដូចគ្នាណាវាអ្នកឲ្យគេផឹកស្រាអាហ្នឹងគឺឲ្យគេវង្វេងបាបនៅត្រង់កន្លែងគេផឹកឲ្យគេវង្វេងគឺមោហៈ
ហើយញាតិញោមធ្វើគេធ្វើឲ្យលោកសបាយអរនេះគ្រាហ្នឹងគឺកើតនៅក្នុងលោភៈនោះក៏